ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅក្នុង YouTube ជាពិសេសណាមករយៈនេះចិន្តារវល់ពេកអត់សូវបានចេញវីដេអូ special ពិសេសឲ្យបងប្អូនទេជាពិសេសប្រុសចាំមើលផ្លូវខ្ញុំយូររវល់ដើរលេងច្រើនណាចាហើយថ្ងៃនេះខ្ញុំមកធ្វើ content វីដេអូឆ្លើយនឹងសំណួរដែលបងប្អូនបាន comment សួរខ្ញុំនៅក្នុង YouTube ហើយក្នុង Facebook ក៏មានដែរប៉ុន្តែច្រើនសំណួរមែនតើចូលរាប់ពាន់សំណួរដែលខ្ញុំអត់មែនពេលឆ្លើយនៅក្នុង comment វិញទេខ្ញុំអត់មានពេលតបទេតែខ្ញុំស្រង់យក comment មួយចំនួនខ្លះសិនមកឆ្លើយធ្វើជាវីដេអូឲ្យបងប្អូនយល់ព្រោះខ្ញុំអត់មានពេលទៅសេឆ្លើយតបវិញក្នុង comment ហើយវាយើងទៅសេទៅវាឆ្លើយសំណួរហ្នឹងអត់អស់ទេវាបានបន្តិចខ្លីៗអញ្ចឹងខ្ញុំដកស្រង់យកមកធ្វើវីដេអូវិញឆ្លើយវែងក្បោះក្បាយទៅតាមវិទ្យាសាស្ត្រវិទ្យាសាស្ត្រដែលអាចឲ្យយើងយល់ចាហើយទុកជាចំណេះដឹងសម្រាប់បងប្អូនយល់ដឹងសំណួរមានច្រើនទាំងប្រុសទាំងស្រីប៉ុន្តែខ្ញុំសូមឆ្លើយពី3សំណួរធ្វើវីដេអូឲ្យល្មមកុំឲ្យវែងពេកហើយខ្ញុំនឹងឆ្លើយធ្វើវីដេអូមួយរយៈមួយអាទិត្យនេះខ្ញុំនឹងធ្វើវីដេអូបែបអញ្ចឹងយកលើកសំណួរបងប្អូនយកមកឆ្លើយជាប្រធានបទហើយយើងនាំគ្នាស្ដាប់ទៅជាចំណេះដឹងមួយព្រោះមិនមែនឆ្លើយជារបៀបរបៀបដូចថានិយាយលេងសើចឲ្យតបានមានអារម្មណ៍ទេណាមែនទេគឺខ្ញុំចង់បញ្ជាក់អំពីចំណេះដឹងហើយអ្នកខ្លះនិយាយថាខ្ញុំហើយមានជំនាញ skill ហាងឈួតអញ្ចឹងណាហ្នឹងហើយបើបងប្អូនអាចធ្វើឈួតដូចខ្ញុំបានក៏ធ្វើទៅព្រោះឈួតដូចខ្ញុំបានលុយណាហើយឈួតដូចខ្ញុំបើអត់ចេះទេនិយាយអត់ចេញទេណាប្រហែលជាអ្នកខ្លះមួយចំនួនដែលថាខ្ញុំឈួតហ្នឹងឲ្យមកនិយាយដូចខ្ញុំនិយាយអត់ចេញផងព្រោះឈួតរបស់ខ្ញុំត្រូវការស្រាវជ្រាវត្រូវការអានត្រូវការចំណេះខួរក្បាលរៀនចេះមកណាមិនមែនចេះតែនិយាយអត់បានការឬក៏និយាយអត់មានមូលដ្ឋានច្បាស់លាស់ទេហ្នឹងហើយអូខេតោះឥឡូវសំណួរទី1គាត់សួរថាតើរាល់ស្ត្រីដែលគាត់ធ្លាក់សកត្តាមកពីស្ត្រីហ្នឹងគាត់មានការរួមភេទដៃគូច្រើនឬក៏យ៉ាងម៉េចសំណួរនេះមិនសំដៅទៅលើស្ត្រីក្រមុំទេគឺសំដៅទៅលើស្ត្រីដែលបានរៀបការហើយគាត់សួរថាតើស្ត្រីនៅវ័យក្រមុំអាចធ្លាក់សដែរទេមានបញ្ហាខាងរោគស្ត្រីដែរអត់អូខេអញ្ចឹងសំណួរនេះគាត់មនុស្សប្រុសអ្នកសួរណាចាគឺគាត់ចង់ផ្ដោតទៅលើថាតើស្ត្រីមានបញ្ហាធ្លាក់សលមាស់ទ្វាមីមានបញ្ហាបើយើងនិយាយចំជំងឺកាមរោគតើកើតមានឡើងទៅលើស្ត្រីដែលគាត់មានដៃគូច្រើនឬក៏យ៉ាងម៉េចហើយចាំខ្ញុំឆ្លើយសំណួរមួយទៀតដែលគាត់សួរថាតើស្ត្រីវ័យក្រមុំដែលអត់មានធ្លាប់ឆ្លងកាត់ការរួមភេទអាចមានបញ្ហាធ្លាក់សជំងឺកាមរោគនឹងដែរឬអត់ចាអញ្ចឹងយើងចែកឲ្យដាច់ពីគ្នាចាអញ្ចឹងស្ត្រីដែលឆ្លងកាត់ការរួមភេទមិនថាដៃគូច្រើនឬដៃគូតិចទេកត្តាធ្លាក់សនេះវាបែងចែកច្រើនតតែយើងទៅពិនិត្យនៅពេទ្យបានដឹងថាគឺយើងធ្លាក់សស្ត្រីធ្លាក់សដោយសារមានបញ្ហាមេរោគអីធម្មតាពេលណាយើងទៅពិនិត្យពេទ្យបើកស្ពែក្លូមផ្ដិតយកសឬក៏ទឹកល្ងៃដែលនៅក្នុងទ្វាមីរបស់ស្ត្រីហ្នឹងទៅពិនិត្យមើលចូលឡាបូពិនិត្យមើលថាមេរោគហ្នឹងបង្កឡើងដោយអីដែលធ្វើឲ្យស្ត្រីធ្លាក់សអញ្ចឹងយើងដឹងហើយពេលណាពិនិត្យទៅឃើញមេរោគហ្នឹងជាពពួកផ្សិតភាគច្រើនណាតាមខ្ញុំសិក្សាដឹងណាគឺនៅស្រុកខ្មែរយើងក៏មានច្រើនដែរស្ត្រីច្រើនតែធ្លាក់សដោយសារមេរោគផ្សិតហ្នឹងគឺមានកត្តាច្រើនរហូតដល់70ទៅ80%នោះអញ្ចឹងកត្តាផ្សិតហ្នឹងខ្ញុំតែจะធ្វើវីដេអូប្រាប់បងប្អូនហើយណាប្រុសសូមកុំឲ្យមានការយល់ច្រឡំផ្សិតហ្នឹងវាមិនឆ្លងមកពីការរួមភេទមានដៃគូច្រើនទេគឺផ្សិតហ្នឹងពេលខ្លះវាកើតមានឡើងលើស្ត្រីហ្នឹងដោយខ្លួនឯងតែម្ដងអាចស្ត្រីវ័យក្រមុំមិនទាន់ឆ្លងកាត់ការរួមភេទក៏មានអាការធ្លាក់សដោយសារមេរោគផ្សិតហ្នឹងដែរគេហៅថាកង់ឌីដាឬក៏ភាសាអង់គ្លេសហៅថា fungus ចាដោយសារស្ត្រីហ្នឹងមានការខូចខាតនៅទ្វាមីរបស់គាត់កត្តាទី1បើសិនជាស្ត្រីនឹងនៅវ័យក្រមុំអត់ទាន់ធ្លាប់ឆ្លងកាត់ការរួមភេទល្មោះធ្លាក់សហើយល្មោះដោយសារគាត់ប្រើថ្នាំផ្សះច្រើនពេកជាពិសេសគឺស្ត្រីនៅស្រុកខ្មែរយើងនឹងហើយអត់មានការ control ថ្នាំផ្សះគ្រប់ធំត្រូវទេអញ្ចឹងពេលឈឺក្អកផ្ដាសាយក្តៅខ្លួនអាលៀកបំពង់កអាលៀកពោះវៀនឬមួយក៏មានតបៅមានអីឬក៏បាក់ជើងបាក់ដៃគ្រោះថ្នាក់ចរាចរណ៍គឺពេទ្យឲ្យថ្នាំផ្សះរហូត
ពេទ្យស្រុកខ្មែរយើងស្អីក៏ថ្នាំសាសដែរដុកទ័រឲ្យថ្នាំសាសរហូតបើមិនឲ្យថ្នាំសាសទេខ្លាចមានការឆ្លងរោគព្រោះស្រុកខ្មែរយើងវាមានមេរោគច្រើនចាចុះបីតាការវះកាត់ទូចមួយក៏ឲ្យថ្នាំសាសដែរបើនៅស្រុកគេវិញណាស្រុកគេអត់សូវមានមេរោគទេហើយគេក្នុងបន្ទប់វះកាត់គេស្អាតហើយបរិយាកាសខ្យល់គេក៏ល្អពេលគេលាងសម្អាតគ្រប់គ្រាន់សូម្បីដេចេះវះកាត់ទូចតាច់គេអត់ប្រើថ្នាំសាសទេព្រោះគេដឹងថាថ្នាំសាសនេះវាបង្កផលវិបាកធ្វើឲ្យខ្លួនមនុស្សនឹងវាចុះខ្សោយអស់ភាពស៊ាំណាantibody ចុះខ្សោយអ៊ីមីញ៉ូមចុះខ្សោយហ្នឹងហើយថ្នាំសាសណាគេហៅថងជីវីយ៉ូទិកហ្នឹងណាចាហើយអញ្ចឹងហើយស្ត្រីដែលឆ្លងកាត់អាការលេបថ្នាំសាសហ្នឹងច្រើនវាធ្វើឲ្យស្ត្រីហ្នឹងបំផ្លាញបាក់តេរីល្អៗ flora ល្អដែលខ្ញុំនិយាយថា flora ហ្នឹងគឺជាទាហានកងទ័ពដែលវាថែរក្សាការពារទ្វារមាសយើងហ្នឹងឲ្យខ្លាំងឲ្យមានសំណើមពេលណាមានបាក់តេរីស្អីអាក្រក់ចូលទៅគឺវាបំផ្លាញវាស៊ីអស់អញ្ចឹងទៅវាការពារទ្វារមាសយើងនឹងឲ្យខ្លាំងឲ្យប្រកែកុំឲ្យមានមេរោគកុំឲ្យធ្លាក់សកុំឲ្យស្ងួតទ្វារមាសនឹងឯងចាអញ្ចឹងនៅក្នុងទ្វារមាសរបស់ស្ត្រីជាកំណើតមកគឺល្អប៉ុន្តែវាបានខូចខាតរងគ្រោះដោយសារយើងប្រើថ្នាំសាសច្រើនពេកមនុស្សប្រុសក៏អញ្ចឹងដែររហូតដល់អាថ្នាំសាសហ្នឹងវាទៅបំផ្លាញ flora នៅក្នុងពោះវៀនកាពះទៀតក៏មានដែរមិនមែនថាតានៅក្នុងទ្វារមាសរបស់ស្ត្រីប៉ុន្តែកត្តាធំណាស្ត្រីណាដោយតាំងពីក្មេងកូនងាមកថ្នាំសាសរហូតអញ្ចឹងណាអញ្ចឹងហើយពេលដែលគ្នាធំពេញវ័យកំមុំហ្នឹងទ្វារមាសចាប់ផ្ដើមមានការរមាស់ធ្លាក់សគឺដោយសារមេរោគផ្សិត 100% អត់មានដោយសារមេរោគបាក់តេរីផ្សេងទៀតទេណាបងប្អូនប្រុសត្រូវឲ្យយល់អញ្ចឹងភាគច្រើនគាត់កាត់ឡើងដោយខ្លួនឯងដោយសារទ្វារមាសហ្នឹងវារងការខូចខាតមេរោគផ្សិតព្រោះបងប្អូនត្រូវដឹងថាអាថ្នាំសាសហ្នឹងណាចាអង់ទីយ៉ូទិកហ្នឹងណាគឺគេធ្វើឡើងមកពីផ្សិតហើយផ្សិតហ្នឹងគឺវាទៅសម្លាប់មេរោគអីផ្សេងទៀតបានដូចជាអាម៉ុកសេលីនណាតេត្រាស៊ីក្លីនណាក្លាម៉ុកស៊ីលណាអុកម៉ង់តាំងសេត្រីយ៉ាសុនអស់ហ្នឹងគឺសិតជាថ្នាំសាសតែថ្នាំសាសហ្នឹងគេយកមេរោគផ្សិតយកមកធ្វើវាផលិតវាបានបង្កើតជាថ្នាំសាសហ្នឹងហើយយើងលេបចូលទៅវាទៅសម្លាប់មេរោគផ្សេងទៀតយើងបាត់ក្តៅខ្លួនយើងបាត់រលាកអំពង់កបាត់អីក៏ពិតមែនក៏ប៉ុន្តែមេរោគផ្សិតហ្នឹងវាចាប់ផ្ដើមដុះរីកកូនរីកចៅនៅក្នុងខ្លួនយើងហើយអាផ្សិតហ្នឹងវាទៅបំផ្លាញវាសម្លាប់បាក់តេរីក៏ពិតមែនប៉ុន្តែវាសម្លាប់ antibody នៅក្នុងខ្លួនរបស់យើងសូម្បីនៅលើស្បែករបស់យើងនេះក៏មានមេរោគល្អការពារស្បែកយើងដែរវាធ្វើឲ្យស្បែកយើងហ្នឹងទៅដើរខាងក្រៅប៉ះនឹងមេរោគអីផ្សេងល្មមស្បែកយើងនឹងការពារកុំឲ្យស្បែកយើងឡើងល្មមណាហ្នឹងហើយសូម្បីតែនៅបំពង់កយើងក៏មានមេរោគល្អដើម្បីវាការពារបំពង់កយើងជិះវាមានមេរោគណាអាក្រក់ចូលមកបាក់តេរីនៅក្នុងបំពង់កយើងនឹងវាស៊ីអាមេរោគហ្នឹងនៅក្នុងពោះវៀនកាពះយើងក៏មាន flora មានមេរោគល្អគេហៅថាបាក់តេរីឬក៏អង់ហ្សែមហ្នឹងចាអង់ហ្សែមហ្នឹងមាននៅក្នុងទ្វារមាសយើងក៏គេហៅអង់ហ្សែមដែរជាបាក់តេរីល្អដើម្បីការពារពោះវៀនកាពះយើងការពារទ្វារមាសរបស់ស្ត្រីហ្នឹងនៅលើស្ទាប់ស្បែកចុងលឹងនៅក្នុងស្បែកស្ដាងរបស់លឹងបរោះហ្នឹងក៏មានអង់ហ្សែមការពារដែរចាហើយអញ្ចឹងថ្នាំសាសហ្នឹងវាទៅបំផ្លាញអាពួកអង់ហ្សែមទាំងអស់ហ្នឹងពេលណាវាសម្លាប់មេរោគក៏វាសម្លាប់អាអង់ទីបឌីរបស់ខ្លួនយើងដែរការពារខ្លួនយើងឲ្យល្អហ្នឹងក៏សម្លាប់ឲ្យស្លាប់ដែរដល់ពេលយើងអស់អាហ្នឹងការពារខ្លួនយើងចាប់ផ្ដើមឲ្យស្ត្រីហ្នឹងរមាស់ធ្លាក់សស្ងួតទ្វារមាសពោះវៀនកាពះយើងចាប់ផ្ដើមខ្សោយបំពង់កយើងចាប់ផ្ដើមរៀងអស់មានប្រព័ន្ធការពារល្អតែយើងផ្លាស់សាយបន្តិចតួចយើងលាកបំពង់កឈឺបំពង់កខ្លាំងទៅណាស្បែកយើងនៅក្រៅចាប់ដើមលមាស់អញ្ចឹងហើយបានគេឲ្យយើងលេប probiotic ហ្នឹងគឺគេបង្កើតឡើងឲ្យមានអង់ហ្សែមល្អលេបមកការពារពោះវៀនកាពះយើងឲ្យល្អឡើងវិញធ្វើឲ្យទ្វារមាសស្ត្រីហ្នឹងមាន flora បង្កើតឡើងល្អឡើងវិញធ្វើឲ្យបំពង់កឬក៏ស្បែករបស់យើងហ្នឹងខ្លាំងមកវិញអញ្ចឹងអានោះឲ្យគេហៅថាprobiotic ណា probiotic បងប្អូនណាអត់សូវដឹងសូវយល់គឺឆាប់មកសួរខ្ញុំហើយនៅអាមេរិកនេះកំពូលដែលគេផលិត probiotic មកគ្រប់ចម្ពោះហើយ probiotic ដែលល្អគឺ probiotic ដែលមាន40 billion 50 billion 100 billion ណាចឹងហើយ probiotic ណាដែលគេផលិតមកត្រឹម10 billion 5 billion អីហ្នឹងគេផលិតមកបាន flora ហ្នឹងទាបតិចពេកអញ្ចឹងយើងញ៉ាំទៅបានផលដែរតែតិចតួចតែយើងព្យាយាមញ៉ាំឲ្យច្រើនទៅហ្នឹងហើយអញ្ចឹង probiotic ដែលគេធ្វើមកជា special ពិសេសសម្រាប់ទ្វារមាសស្ត្រីហ្នឹងក៏មានដែរដើម្បីបង្កើតអា flora កងទ័ពល្អហ្នឹងត្រឡប់មកវិញអូខេតោះ
chẳng dương nghĩa từ lọt mà mình chẳng sợi trai đại pra nam sa chán nơi của mồm đái ở toàn lọp cho lòng cắt cà rùm phết cứ tay tái rồi mọt vì miết rồi xa mì rụp sật nằng ok đói lai mùi tiệt sợi trai miền đại cú miền đấy chả miền đấy hái có quạt miền Pành Hà đôi nhom gì khang lơ nâng đài phía trà nè cho chất sấp tơ bài sập rồi vậy và có láng đói xa sật nằng ảnh phăng chếtឬក៏កងដីដាហ្នឹងវាកើតមានបន្ថែមខ្លាំងទៀតនៅលើស្ត្រីដែលគាត់មានការពជាកំណើតលេបថ្នាំគ្រាប់ពជាកំណើតដាក់កងនៅដៃចាក់ថ្នាំហ្នឹងហើយជាពិសេសហ្នឹងគេថាពជាកំណើតបែបជាសាសហ្នឹងមួយណាក៏ដោយធ្វើឲ្យស្ត្រីហ្នឹងមានកត្តានៃការកើតមានរូបសិទ្ធហ្នឹងច្រើនណាស់ហើយធ្វើឲ្យបាត់បង់ចំណងស្ងួតធ្មេមាឬក៏រដូវមកតិចមកច្រើនប្រែប្រួលអត់ទៀងហ្នឹងហើយអញ្ចឹងក៏ជាកត្តាមួយជំរុញឲ្យស្ត្រីមានការធ្លាក់សដោយសារមេរោគផ្សិតនឹងដែរចាហើយមួយវិញទៀតបើសិនជាស្ត្រីនឹងទៅពិនិត្យមើលពេទ្យកោសយកសនឹងទៅមើលឃើញពពួកបាក់តេរីដូចជាStaphylococcus Streptococcus Pseudomonas ហើយបាក់តេរីអីផ្សេងទៀតបាក់តេរីគឺវាជាមេរោគមួយធំដែលគ្រាន់តែវាចូលក្នុងទ្វារមាសយើងហើយមានមេរោគស្វាយមួយទៀតស៊ីហ្វីលីសណាហ្នឹងហើយវាចូលក្នុងទ្វារមាសរបស់ស្ត្រីហ្នឹងហើយវាធ្វើឲ្យមានខ្ទុះធ្លាក់សហើយខ្ទុះហ្នឹងរៀងធំក្លិនស្អុយបើខ្ទុះដោយសារផ្សិតណាធំក្លិនរៀងឆ្អាបហើយរៀងដូចតកកឈូសអញ្ចឹងចាប៉ុន្តែពពួកផ្សើដូមីណាក៏ច្រើនដូចតកកឈូសដែរប៉ុន្តែតកកឈូសហើយរៀងធំក្លិនទៀតប៉ុន្តែបើពួក Staphylococcus Streptococcus អីគឺចេញមកខ្ទុះសបោដូចយើងផ្ដាសាយដូចយើងផ្ដាសាយពេលយើងសបោយើងឡើងខាប់ហើយមានពណ៌ខៀវលឿងខៀវហ្នឹងអញ្ចឹងចាហ្នឹងពពួកបាក់តេរីចាហើយ Syphilis ក៏អញ្ចឹងដែរ Syphilis គឺជាមេរោគស្វាយដែលវាគ្រាន់តែចូលទៅក្នុងទ្វារមាសស្ត្រីឆ្លងមកពីការរួមភេទដៃគូពីអ្នកណាមកពីបរោះបអីមកអញ្ចឹងណាឆ្លងមកគឺមានខ្ទុះហ្នឹងសដូចទឹកបាយអញ្ចឹងគេហៅថាប្រមេះទឹកបាយណាធ្វើស្ត្រីហ្នឹងធ្លាក់សហើយសហ្នឹងដូចទឹកបាយមិនអញ្ចឹងណារៀងខាប់ហើយសដូចទឹកបាយហើយមានក្លិនហើយធ្វើឲ្យយើងក្តៅខ្លួនណាមានឡើងកូនកដោនៅកន្លែងគៀនផ្លូវចាហើយចង្ការឡើងលើស្បែកចាមានកពកមានកវងកទួលលមាស់កំោះក្រហមណាចាធ្វើឲ្យស្បែកចាអញ្ចឹងអាហ្នឹងភាគច្រើនហើយមួយទៀតពពួកក្រែតរកុកចាផ្កាស្ពៃដែលខ្ញុំនិយាយថាជំងឺសេមន់ហ្នឹងណាដែលវាមកដូចរឹសចឹងចាវាដុះនៅជុំវិញប្រដាប់ភេទរបស់មនុស្សស្រីឬក៏ខាងក្នុងទ្វារមាសឬក៏វាចូលទៅជ្រៅដល់ជិតមាត់ស្បូននោះហើយភាគច្រើនវាដុះនៅអាប្រដាប់ច្វែកហើយនឹងអារង្វង់ទ្វារមាសស្ត្រីដែលសាច់ទន់ហើយខ្ចីហ្នឹងចាជំងឺផ្កាស្បៃចាគេហៅក្រែតរកុកហ្នឹងអាហ្នឹងសិតតែជាមេរោគដែលបានមកពីការឆ្លងតាមការរួមភេទហ្នឹងហើយអញ្ចឹងណាចាហើយការរួមភេទហ្នឹងដោយសារឆ្លងមកពីបរោះហើយយើងអត់ពាក់សូមអនាម័យហើយបរោះហ្នឹងក៏គាត់មានដៃគូណានៃច្រើនគាត់អត់បានពាក់សូមអនាម័យដូចជាគាត់ទៅលេងស្រីដែលបំរើសេវាកម្មខាងផ្លូវភេទយកលុយហ្នឹងចាឬមួយក៏គាត់មានសង្សារគូកំណានតែសង្សារគូកំណានគាត់ទៅមានដៃគូណានៃផ្សេងទៀតហើយអញ្ចឹងបរោះហ្នឹងគេមានអ្នកនេះផងហើយគេមកជួបប្រពន្ធយើងហើយប្រពន្ធយើងចង្ការប្រពន្ធយើងលួចផាត់គាត់ពីយើងទៅជួបបរោះផ្សេងអត់មានបានការពារអាហ្នឹងជាកត្តាឆ្លងអាចជំងឺអញ្ចឹងអាហ្នឹងហើយគេហៅថាជំងឺកាមរោគហើយមួយទៀតគឺមេរោគអេដឬក៏អលិថ្លើមប្រភេទ C ក៏អាចឆ្លងតាមការរួមភេទដែរណាហ្នឹងហើយអូខេឥឡូវត្រឡប់មកសំណួររបស់យើងវិញដែលគាត់សួរថាអញ្ចឹងស្ត្រីដែលធ្លាក់សបណ្ដាលមកពីគាត់ជាស្ត្រីដែលមានដៃគូរួមភេទច្រើនអញ្ចឹងបរោះហ្នឹងណាគឺគាត់ផ្ដោតសំណួរនេះទៅលើស្ត្រីថាស្ត្រីមានដៃគូច្រើនមែនបានស្ត្រីនឹងធ្លាក់សគឺគាត់ចង់និយាយថាដាក់កំហុសទៅលើស្ត្រីហ្មងការពិតមែនទេការធ្លាក់សវាមានប្រភេទមានសន្តានរបស់វាអញ្ចឹងណាបងប្អូនត្រូវដឹងយើងអាចកំណត់មិនអាចកំណត់បានទេថាស្ត្រីមានការរួមភេទតិចឬក៏ស្ត្រីអត់មានការរួមភេទស្ត្រីនៅកំមុំឬក៏ស្ត្រីដែលមានការរួមភេទច្រើនមានការធ្លាក់សទេស្ត្រីខ្លះមានតដៃគូប្តីប្រពន្ធហ្នឹងក៏អាចធ្លាក់សបានដែរចាដូចខ្ញុំនិយាយចឹងមេរោគផ្សិតហ្នឹងវាភាគច្រើនណាស់អត់មានដៃគូច្រើននេះក៏វាកើតដែរហើយអញ្ចឹងអ្នកដែលមានដៃគូច្រើន
មេរោគប្រមាណដែលធ្លាក់សដែលខ្ញុំនិយាយពីខាងក្រោយណាអាហ្នឹងវាអាចមកពីយើងមានដៃគូច្រើនភាគច្រើនហ្នឹងហើយមួយវិញទៀតសួរ